ชีวิตខ្ញុំមិនស្រួលដូចគេរឿងគ្រួសារធ្វើឲ្យខ្ញុំហត់លាក់ទឹកភ្នែកមិនឲ្យគេឃើញត្រូវតែខំដើរទៅមុខទៀតចង់រៀនណាបានល្អតែបញ្ហាមកជារៀងរាល់ថ្ងៃគេឃើញតែពេលខ្ញុំចាញ់មិនដែលឃើញខ្ញុំខំប្រឹងទេបញ្ហាគ្រួសារនិងការសិក្សាការងារនិងស្នេហាចូលមកប្រកគ្នាគួរហត់យ៉ាងណាក៏មិនចោះចាញ់ខ្ញុំនឹងរកផ្លូវដើរដោយខ្លួនឯងធ្វើការរាល់ថ្ងៃដើម្បីរស់ទូហត់ក៏នៅតែស៊ូគេគិតថាខ្ញុំមិនអីទេតែគេមិនដឹងថាខ្ញុំហត់ប៉ុណ្ណារឿងស្នេហាមិនដូចចិត្តប្រកួតចិត្តឲ្យគេតែចុងក្រោយឈឺចាប់ពេលគេចាក់ចេញខ្ញុំត្រូវរៀនរស់ប្រាប់ខ្លួនឯងថាគ្រប់យ៉ាងចប់ហើយពេលខ្លាំងហត់នឹងចង់យំតែខ្ញុំមិនចោះចាញ់ឡើយដួលថ្ងៃនេះស្អែកនឹងក្រោកប្រែคล้ายការឈឺចាប់ជាកម្លាំងគ្រួសារសង្សារការងារនិងស្នេហាសុទ្ធតែជាមេរៀនជីវិតទោះដើរយឺតក៏មិនឈប់ថ្ងៃណាមួយកាត់